សូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះអេដមីននឹងលើកយកភាពយន្តដ៏ល្អមើលមួយយកមកធ្វើការបកស្រាយហើយរឿងនេះដែរមានចំណងជើងថា Judah God and King ដែលនៅក្នុងសាច់រឿងនេះគឺចង់និយាយអំពីស្ដេចមួយអង្គដ៏មានអំណាចនៅក្នុងប្រទេសអេស៊ីបដែលបានគ្រប់គ្រងលើមនុស្សរាប់លាននាក់រួមទាំងប្រជាជនហេប្រឺដែលបានរងទុក្ខអស់រយៈពេលជាច្រើនឆ្នាំដោយគាត់បានយកប្រជាជនទាំងអស់នោះមកធ្វើជាទាសករនៅក្នុងប្រទេសរបស់ខ្លួនហើយបានធ្វើទារុណកម្មទៅលើពួកគេយ៉ាងសាហាវឃោរឃៅបន្ទាប់មកព្រះក៏បានបញ្ចេញនៅគ្រោះកាចចំនួន10មកលើនគររបស់គាត់ដើម្បីជាការដាក់ទោសក្នុងការដែលគាត់បានសម្លាប់ធ្វើបាបនិងមិនព្រមដោះលែងប្រជាជនហេប្រឺឲ្យមានសេរីភាពហើយត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញហើយនៅក្នុងចំណោមគ្រោះកាចទាំង10នោះគឺមានគ្រោះមួយដែលបានធ្វើឲ្យប្រជាជនមានការភ័យរន្ធត់ខ្លាំងបំផុតនោះគឺការស្លាប់របស់កូនច្បងនៅក្នុងគ្រួសារនៅក្នុងប្រទេសអេស៊ីបទាំងអស់ហើយរឿងនេះគឺពិតជាល្អមើលនិងមានអត្ថន័យខ្លាំងមែនទែនអេដមីនជឿជាក់ថាបងប្អូនប្រកាសជាចូលចិត្តរឿងមួយនេះជាមិនខានហើយអេដមីនសូមចិត្តបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel របស់អេដមីនម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីនិងល្អៗមើលជារៀងរាល់ថ្ងៃតោះហើយឥឡូវនេះបើចង់ដឹងថាសាច់រឿងនេះមានអត្ថន័យបែបណាខ្លះសូមទស្សនាវីដេអូរបស់ Admin តាំងពីដើមរហូតដល់ចប់ទាំងអស់គ្នានៅឆ្នាំ1300មុនគ្រិស្តសករាជអេស៊ីបបានឈរជាអាណាចក្រដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកដែលបានគ្រប់គ្រងលើមនុស្សរាប់លាននាក់រួមទាំងជនជាតិហេប្រឺដែលបានរងទុក្ខក្រោមអំណាចរបស់អេស៊ីបអស់រយៈពេល400ឆ្នាំមេដឹកនាំម្នាក់ឈ្មោះម៉ូសេបានរស់នៅជាមួយស្ដេចមួយអង្គដែលបានលើកឡើងជាមួយព្រះអង្គម្ចាស់រ៉ាមេអ្នកទាំងពីរបានចែករំលែកចំណងជាបងប្អូនដ៏រឹងមាំប៉ុន្តែជោគវាសនាបានកំណត់ពួកគេឲ្យដើរផ្លូវផ្សេងគ្នារួចទៅហើយនៅក្នុងពិធីដ៏ពិសិដ្ឋមួយសម្ដេចសង្ឃបានទស្សទាយពីពោះវៀនសត្វដែលបានបូជាគាត់បាននិយាយលាតត្រដាងដល់ព្រះចៅផារ៉ោនថាយុវជនម្នាក់ក្នុងចំណោមពួកគេទាំងពីរគឺមានម្នាក់ជួយសង្គ្រោះម្នាក់ទៀតពេលកំពុងធ្វើសង្គ្រាមហើយនឹងក្លាយជាមេដឹកនាំដ៏អស្ចារ្យពាក្យសម្ដីនេះបានធ្វើឲ្យពួកគេទាំងពីរមិនសប្បាយចិត្តនិងមានការព្រួយបារម្ភយ៉ាងខ្លាំងប៉ុន្តែព្រះចៅផារ៉ោនបានច្រានចោលការព្រួយបារម្ភរបស់ពួកគេទាំងពីរភ្លាមមិនយូរប៉ុន្មានម៉ូសេនិងរ៉ាមេសបានដឹកនាំកងទ័ពអេស៊ីបទៅធ្វើសង្គ្រាមជាមួយនឹងជនជាតិហេតក្នុងអំឡុងដែលពួកគេកំពុងតែធ្វើការប្រយុទ្ធដ៏ខ្លាំងក្លានៅក្នុងសមរភូមិម៉ូសេបានជួយសង្គ្រោះជីវិតរបស់រ៉ាមេសដោយបានបំពេញផ្នែកមួយនៃទំនាយប៉ុន្តែវាក៏បានដាំគ្រាប់ពូជនៃការសង្ស័យនិងការភ័យខ្លាចក្នុងចិត្តរបស់រ៉ាមេផងដែរពួកគេបាននាំភាពជោគជ័យត្រឡប់មកកាន់អេស៊ីបវិញព្រះចៅផារ៉ោនបានចាត់តាំងម៉ូសេទៅទីក្រុងភីតហូមដើម្បីពិនិត្យមើលលក្ខណៈនៃទាសករជនជាតិហេប្រឺដែលនៅក្រោមបញ្ជាការរបស់អបរាជហេកនៅទីនោះគាត់បានមើលឃើញច្បាស់ផ្ទាល់ភ្នែកនៅអំពើដ៏ឃោរឃៅដែលពួកគេបានធ្វើទៅលើប្រជាជនហេប្រឺរួមទាំងមានការវាយដំទៅលើអ្នកបម្រើម្នាក់ឈ្មោះយ៉ូស្វេម៉ូសេបានជួបជាមួយនូនដែលជាព្រឹទ្ធាចារ្យដ៏មានប្រាជ្ញាមុនខេងស្លីបានផ្លាស់ប្ដូរអ្វីៗទាំងអស់នូនបាននិយាយលាតត្រដាងអំពីការពិតដ៏គួរឲ្យតក់ស្លុតមួយគឺម៉ូសេមិនមែនជាជនជាតិអេស៊ីបតាំងពីកំណើតនោះទេប៉ុន្តែគាត់គឺជាជនជាតិហេប្រឺដែលបានលាក់ខ្លួនកាលពីនៅក្មេងដើម្បីគេចផុតពីព្រះរាជក្រឹត្យរបស់ព្រះចៅផារ៉ោនដែលបញ្ជាឲ្យគេសម្លាប់ទារកប្រុសរបស់ជនជាតិហេប្រឺទាំងអស់នៅក្នុងពេលជាមួយគ្នានោះផងដែរអ្នកផ្ដល់ព័ត៌មានជនជាតិហេប្រឺ2នាក់បានស្ដាប់ឮការសន្ទនានេះហើយពួកគេក៏បានទៅរាយការណ៍ប្រាប់ដល់អបរាជហេតដើម្បីចង់មានឱកាសបានឡើងកាន់អំណាចនៅពេលម៉ូសេបានត្រឡប់មកកាន់ទីក្រុងមេភីបវិញព្រះចៅផារ៉ោនបានមានប្រឈួនយ៉ាងធ្ងន់ហើយក៏បានសោយទីវង្គតចំណែករ៉ាមេសនៅក្នុងពេលនេះបានឡើងគ្រប់គ្រងជំនួសព្រះចៅផារ៉ោនទូទាំងអេស៊ីបនៅខណៈពេលនេះអបរាជហេកបានធ្វើដំណើរមកកាន់អេស៊ីបដើម្បីនិយាយលាតត្រដាងពីប្រភពដើមកំណើតពិតរបស់ម៉ូសេគោលបំណងពិតរបស់គាត់គឺចង់ធ្វើឲ្យម៉ូសេនិងរ៉ាមេសត្រូវប្រឈមមុខនឹងភាពចលាចលដោយមានការបញ្ជាពីម្ដាយរបស់គាត់ដែលជាម្ចាស់សត្រីរ៉ាមេសបានមកសួរចម្លើយពីប្អូនស្រីរបស់ម៉ូសេនាងមានឈ្មោះថាមីរ៉ាមនាងបានព្យាយាមនិយាយបដិសេធមិនព្រមទទួលស្គាល់ការពិតនៅពេលនោះដែរម៉ូសេក៏បានចូលខ្លួនទៅដោះស្រាយបញ្ហាដោយបានបញ្ជាក់ពីកេរដំណែលដែលជាភាសាហេប្រឺរបស់គាត់បន្ទាប់ពីមានការដឹងរឿងរ៉ាវពិតរបស់ម៉ូសេម្ចាស់ស្ត្រីថូយ៉ាដែលជាម្ដាយរបស់រ៉ាមេសបានទាមទារឲ្យគេប្រហារជីវិតរបស់គាត់ប៉ុ
ប៉ុន្តែរ៉ាម៉េសបានបដិសេធព្រោះគាត់នៅតែរក្សាមិត្តភាពនិងក្តីស្រឡាញ់ចំពោះបងប្រុសចិញ្ចឹមរបស់គាត់រ៉ាម៉េសបានជំនួសមកវិញដោយការនិរទេសគាត់ចេញពីអេស៊ីបម៉ូសេបានធ្វើដំណើរចាក់ចេញពីអេស៊ីបហើយបានវង្វេងនៅក្នុងវាលហោរាឋានអស់រយៈពេលជាច្រើនថ្ងៃដោយបានប្រឈមមុខនឹងការនឿយហត់អត់ឃ្លានចិត្តនឹងស្លាប់ជាសំណាងល្អរបស់ម៉ូសេគាត់បានជួបជាមួយនឹងអ្នកគង្វាលដែលមានចិត្តល្អនាងមានឈ្មោះថាស៊ីប៉ូរ៉ានិងឪពុករបស់នាងមានឈ្មោះថាជេត្រូនៅទីបំផុតម៉ូសេបានរកឃើញកន្លែងជ្រកកោននិងសន្តិភាពដ៏សាមញ្ញមួយគាត់បានរៀបការជាមួយនឹងស៊ីប៉ូរ៉ាហើយបានបង្កើតកូនប្រុសម្នាក់ឈ្មោះកើសុំអស់រយៈពេលជាច្រើនឆ្នាំដែលគាត់បានរស់នៅក្នុងនាមជាអ្នកគង្វាលដោយបានបន្សល់ទុកនៅអតីតកាលរបស់គាត់នៅថ្ងៃមួយម៉ូសេបានជាប់នៅក្នុងផ្ទាំងថ្មស្ទើរតែនឹងបាត់បង់ជីវិតខណៈពេលដែលគាត់កំពុងតែដេកព្យាបាលរបួសគាត់ក៏បានជួបនឹងការនិមិត្តដ៏អស្ចារ្យមួយគឺកំពត់ព្រៃដែលឆេះដោយមានក្មេងប្រុសម្នាក់ឈ្មោះម៉ាឡាគឺជាការសម្ដែងរបស់ព្រះកំពុងនិយាយជាមួយគាត់ម៉ាឡាបាននិយាយណែនាំម៉ូសេឲ្យត្រឡប់ទៅកាន់អេស៊ីបវិញដើម្បីជួយសង្គ្រោះទាសករជនជាតិហេប្រឺទាំងអស់ទោះបីជាមានការស្ទាក់ស្ទើរនៅក្នុងចិត្តក៏ដោយនៅទីបំផុតម៉ូសេក៏បានព្រមទទួលយកបេសកកម្មដ៏គ្រោះថ្នាក់នេះទោះបីជាគាត់បានដឹងថានឹងត្រូវប្រឈមមុខនឹងបញ្ហាដ៏ធំធេងជាមួយនឹងរ៉ាម៉េសក៏ដោយម៉ូសេបានធ្វើដំណើរត្រឡប់មកកាន់អេស៊ីបវិញហើយបានជួបជុំជាមួយនូនយ៉ូស្វេហើយបងប្រុសបង្កើតរបស់គាត់ឈ្មោះអឺវ៉ុនជាលើកដំបូងនៅក្នុងពេលនេះរ៉ាម៉េសបានក្លាយទៅជាអ្នកគ្រប់គ្រងដ៏មានអំណាចនិងរឹងរូសបំផុតម៉ូសេបានប្រឈមមុខជាមួយនឹងរ៉ាម៉េសហើយគាត់បានសុំទាមទារឲ្យមានការដោះលែងប្រជាជនហេប្រឺទាំងអស់ប៉ុន្តែគេបានបដិសេធព្រោះគេមិនចង់ធ្វើឲ្យសេដ្ឋកិច្ចចក្រភពរបស់គេមានការធ្លាក់ចុះខ្សោយដើម្បីជាការដាក់ទណ្ឌកម្មចំពោះការផ្កើនរបស់ម៉ូសេរ៉ាម៉េសបានបញ្ជាឲ្យគេប្រហារជីវិតគ្រួសារជនជាតិហេប្រឺរហូតដល់ម៉ូសេបានធ្វើការចោះចាញ់ជំនួសមកវិញនៅការផ្ដល់កម្លាំងចិត្តម៉ូសេបានបង្ហាត់បង្រៀនជនជាតិហេប្រឺអំពីយុទ្ធសាស្ត្រនៃការធ្វើសង្គ្រាមនៅពេលយប់ឡើងម៉ូសេបានរៀបចំក្បួនយុទ្ធសាស្ត្រដើម្បីធ្វើការវាយប្រហារដោយសម្ងាត់ទៅលើកងកម្លាំងរបស់អេស៊ីបបន្ទាប់មកម៉ាឡាក៏បានបង្ហាញខ្លួននៅចំពោះមុខគាត់ម្ដងទៀតដោយបានបង្ហាញពីកម្លាំងដ៏ធំមួយនៅក្នុងការងាររបស់ព្រះដោយបានដាក់ទោសនៅការបញ្ចេញគ្រោះកាចដ៏សាហាវចំនួន10មកលើអេស៊ីបគ្រោះកាចដំបូងឡើយបានធ្វើឲ្យទឹកទន្លេនីលបានប្រែក្លាយទៅជាឈាមក្នុងនោះអមដោយការញុះញង់ដោយកង្កែបដង្កូវរុយនិងវងសត្វព្រៃដែលបំភ័យដល់ទឹកដីបន្ទាប់មកកើតមានជំងឺលើមនុស្សនិងបានបំផ្លាញសត្វពាហនៈអស់ជាច្រើនការឈឺចាប់បានធ្វើទុក្ខដល់មនុស្សហើយក៏មានព្យុះភ្លៀងធ្លាក់មិនឈប់ឈរហើយក៏បានកើតមានសត្វកណ្ដូបដែលបំផ្លាញដល់ដំណាំទាំងអស់ភាពងងឹតបានកើតឡើងខុសពីធម្មជាតិបានគ្របដណ្ដប់លើទឹកដីអស់រយៈពេលជាច្រើនថ្ងៃប៉ុន្តែគ្រោះកាចចុងក្រោយគឺធ្វើឲ្យមានការភ័យរន្ធត់ខ្លាំងបំផុតនោះគឺការស្លាប់របស់កូនច្បងទាំងអស់នៅក្នុងប្រទេសអេស៊ីបម៉ូសេបានប្រមានដល់រ៉ាម៉េសអំពីគ្រោះកាចទាំងអស់ដែលជាការដាក់ទោសរបស់ព្រះដែលមានពាក់ព័ន្ធជាមួយនឹងការមិនព្រមដោះលែងទាសករជនជាតិហេប្រឺទាំងអស់នោះប៉ុន្តែរ៉ាម៉េសបានច្រានចោលវិញភ្លាមព្រោះគាត់មិនជឿសម្ដីរបស់ម៉ូសេនោះទេបន្ទាប់មកម៉ូសេបានប្រាប់ដល់ជនជាតិហេប្រឺទាំងអស់ឲ្យគូសទ្វាររបស់ពួកគេដោយប្រើឈាមកូនចៀមដើម្បីការពារគ្រួសាររបស់ពួកគេរ៉ាម៉េសមានការព្រួយបារម្ភចំពោះកូនច្បងរបស់គាត់បន្ទាប់ពីបានឮសម្ដីរបស់ម៉ូសេនិយាយអំពីគ្រោះកាចចុងក្រោយនៅពេលយប់ឡើងភាពខ្មៅងងឹតបានឆក់យកជីវិតកូនច្បងរបស់ជនជាតិហេប្រឺទាំងអស់រួមទាំងកូនប្រុសច្បងរបស់រ៉ាម៉េសផងដែរសំឡេងយំសោកនិងការឈឺចាប់នៃការបាត់បង់កូនច្បងរបស់ពួកគេបានបន្លឺឡើងទូទាំងអេស៊ីបរីឯរ៉ាម៉េសនិងប្រពន្ធមានភាពសោកសៅហើយសង្វេគចិត្តខ្លាំងបំផុតបន្ទាប់ពីបាត់បង់កូនប្រុសច្បងរបស់គេនៅពេលព្រឹកឡើងរ៉ាម៉េសបានធ្វើដំណើរមកជួបម៉ូសេហើយនៅក្នុងដៃបានអោបកូនប្រុសរបស់គេដែលបានស្លាប់នោះក្នុងចិត្តគេពេលនេះពោពេញដោយការបំផ្លិចបំផ្លាញនិងក្តីអស់សង្ឃឹមគេមានការស្ដាយក្រោយដែលមិនស្ដាប់ការព្រមានរបស់ម៉ូសេអំពីគ្រោះកាចចុងក្រោយនៅទីបំផុតរ៉ាម៉េសបានចុះចាញ់ដោយការអត់ឱនហើយបានបញ្ជាឲ្យមានការដោះលែងជនជាតិហេប្រឺទាំងអស់នោះឲ្យចាកចេញពីអេស៊ីបបន្ទាប់ពីមានការបញ្ជាឲ្យដោះលែងម៉ូសេបានប្រញាប់ដឹកនាំប្រជាជនហេប្រឺទាំងអស់នោះចាកចេញពីអេស៊ីបហើយបានធ្វើដំណើរកាត់វាលហោរាឋានឆ្ពោះទៅកាន់សមុទ្រក្រហមទីបំផុតពួកគេក៏មានសេរីភាពដោយបានដើរតាមម៉ូសេត្រឡប់ទៅកាន់ប្រទេសរបស់គេវិញប៉ុន្តែរ៉ាម៉េសនៅតែមានភាពសោកសៅនិងខឹងសម្បារចំពោះ
ការបាត់បង់ដ៏ធំធេងនេះគេកើតទុកនៅមិនសុខហើយក៏បានប្រមូលកងទ័ពរបស់គេទាំងអស់បានធ្វើដំណើរទាំងយប់ទាំងថ្ងៃដើម្បីដេញតាមបំផ្លាញក្រុមរបស់ម៉ូសេអ្នកយកការពីរនាក់បានមើលឃើញសកម្មភាពរបស់រ៉ាមេសពីចម្ងាយហើយក៏ប្រញាប់ធ្វើដំណើរយកដំណឹងនេះមករាយការណ៍ដល់ម៉ូសេភ្លាមបន្ទាប់ពីបានឮដំណឹងនេះហើយម៉ូសេនិងបងប្រុសរបស់គាត់បានប្រញាប់ដឹកនាំប្រជាជនទាំងអស់ធ្វើដំណើរឆ្លងកាត់ព្រៃភ្នំទាំងថ្ងៃទាំងយប់រហូតទៅដល់សមុទ្រក្រហមរីឯរទេះចម្បាំងរបស់អេស៊ីបមួយចំនួនបានបាត់បង់នៅពេលដែលពួកគេកំពុងតែធ្វើដំណើរឆ្លងកាត់ជ្រលងភ្នំដោយមានដីបានបាក់ស្រុតហើយក៏បានបំផ្លាញកម្លាំងរបស់ពួកគេអស់ជាច្រើនចំណែកម៉ូសេនិងប្រជាជនរបស់គាត់មិនអាចឆ្លងកាត់សមុទ្រដ៏ធំធេងនេះបានទេដោយមានការអស់សង្ឃឹមសម្រាប់ការណែនាំម៉ូសេបានបោះដាវរបស់គាត់ចូលទៅក្នុងទឹកបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានសម្រាកលង់លក់នៅលើវាលខ្សាច់ដ៏ល្វឹងល្វើយពេលភ្ញាក់ឡើងពួកគេក៏បានមើលឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យគឺអភូតហេតុមួយបានកើតឡើងដោយទឹកសមុទ្របានចាប់ផ្ដើមបំបែកចេញជាផ្លូវស្ងួតដើម្បីឲ្យពួកគេធ្វើដំណើរឆ្លងកាត់ម៉ូសេបានប្រាប់ឲ្យពួកគេប្រញាប់ធ្វើដំណើរឆ្លងកាត់សមុទ្រនេះខណៈពេលដែលរ៉ាមេសនិងកងទ័ពរបស់គេបានដេញតាមដោយបដិញ្ញាចិត្តដើម្បីបំផ្លាញពួកគេទាំងអស់នៅពេលដែលក្រុមរបស់ម៉ូសេបានឆ្លងដល់ត្រើយភ្លាមមេឃក៏ចាប់ផ្ដើមប្រែប្រួលភាពខ្មៅងងឹតបានគ្របដណ្ដប់ទៅលើផ្ទៃសមុទ្រទាំងអស់កងកម្លាំងរបស់រ៉ាមេសបានធ្វើដំណើរឆ្លងកាត់សមុទ្របានពាក់កណ្ដាលផ្លូវរំពេចនោះទឹកក៏បានហក់ឡើងមកវិញភ្លាមហើយក៏បានលាបត្របាក់យកកងកម្លាំងរបស់អេស៊ីបទាំងមូលម៉ូសេមិនបានរត់គេចខ្លួនដោយបានប្រឈមមុខជាមួយរ៉ាមេសនៅក្រោមទឹករលកសមុទ្រដ៏កំណាចនេះគឺជាការដាក់ទោសរបស់ព្រះទៅលើរ៉ាមេសដែលបានបំផ្លាញគ្រួសារនៃប្រជាជនហេប្រឺបន្ទាប់ពីរស់រានមានជីវិតដោយអភូតហេតុមួយរ៉ាមេសស្ទើរតែមិនជឿថានគររបស់គាត់ត្រូវបានរលាយនៅក្រោមរលកទឹកសមុទ្រម៉ូសេបានដឹកនាំជនជាតិហេប្រឺឆ្លងកាត់វាលហរឋានដ៏ឃោរឃៅហើយឆ្ពោះទៅរកជោគវាសនារបស់ពួកគេនៅតាមផ្លូវពួកគេបានឆ្លងកាត់ភ្នំនិងសមុទ្រដោយប្រឈមមុខនឹងការលំបាកការសង្ស័យនិងសូម្បីតែការបះបោរនៅទីបំផុតពួកគេក៏មានសន្តិភាពហើយបានរស់នៅជួបជុំគ្រួសារនៅក្នុងប្រទេសរបស់ខ្លួនម៉ូសេបានឡើងលើភ្នំហើយបានជួបម៉ាឡាក់គាត់បានទទួលបញ្ញត្តិ10ប្រការពីព្រះគឺជាច្បាប់ដែលបង្កើតប្រជាជនហេប្រឺជាច្រើនជំនាន់ជាច្រើនឆ្នាំកន្លងផុតទៅម៉ូសេមានវ័យចំណាស់ហើយបានបន្តដឹកនាំរាជរបស់គាត់រស់ដោយមានសេរីភាពគាត់បានក្រឡេកមើលហឹបនៃសេចក្តីសញ្ញាដោយដឹងថាការធ្វើដំណើររបស់គាត់គឺនៅវែងឆ្ងាយនៅពេលដែលគាត់បានជិះជាមួយប្រជាជនរបស់គាត់ឆ្លងកាត់វាលខ្សាច់គាត់បានមើលឃើញម៉ាឡាក់ម្ដងទៀតដែលបានសម្លឹងមើលពួកគាត់ដោយភាពស្ងៀមស្ងាត់ដែលជាការរំលឹកអំពីផ្លូវដ៏ទេវភាពដែលគាត់បានដើរដំណើររឿងរបស់ម៉ូសេត្រូវបានបញ្ចប់សូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ Admin តាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe Channel របស់ Admin ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីនិងល្អៗមើលជារៀងរាល់ថ្ងៃសូមអរគុណ